សូមស្វាគមន៍បងប្អូនមកកាន់ Channel និទានស្រុកខ្មែរថ្ងៃនេះដែរខ្ញុំបាទនឹងលើកយករឿងវិហារអត្រៈឬការសន្ធប់រមនាមកចែកជូនបងប្អូនទុកជាការសន្តាប់ដូចតទៅនៅក្នុងប្រទេសកម្ពុជាទាំងមូលពុទ្ធសាសនិកខ្មែរតែងធ្វើវត្តធ្វើវិហារបែរមុខឆ្ពោះទៅទិសខាងកើតតាមទំនៀមទម្លាប់ដែលគេនិយមទុកមកតាំងពីសម័យបុរាណកាលប៉ុន្តែយើងឃើញថាមានវិហារមួយបែរមុខទៅទិសខាងជើងដែលជាវិហារអត្រៈនៅលើភ្នំព្រះរាជទ្រព្យក្នុងស្រុកពញាលឺខេត្តកណ្ដាលការប្លែកបែបនេះធ្វើឲ្យមនុស្សគ្រប់គ្នាចង់ដឹងយ៉ាងខ្លាំងរឿងវិហារអត្រៈនេះមានសេចក្តីដំណាលដូចតទៅកាលនៅគ្រិស្តសករាជសតវត្សទី13នៅចុងសម័យអង្គរព្រះរាជាចិនឬប្រទេសចិនបានចាត់បេសកជនច្រើនក្រុមឲ្យមកដើរមើលដើរស៊ើបសួរក្នុងប្រទេសនានាដើម្បីដឹងថាតើប្រទេសណាមានអរិយធម៌ដូចម្ដេចបើប្រទេសណាមានអរិយធម៌រុងរឿងត្រូវកត់ត្រាយកទៅផ្សាយក្នុងប្រទេសចិនហើយប្រទេសចិននឹងយកប្រទេសនោះជាមិត្តបើប្រទេសណាមានអរិយធម៌អោនអាប់ប្រទេសចិននឹងជួយទំនុកបំរុងឬនឹងយកធ្វើជាប្រទេសចំណោះកាលនោះក្រុមបេសកជនចិនចូលមកមើលស៊ើបសួរក្នុងប្រទេសខ្មែរឬនគរខ្មែរសពគ្រប់ហើយក៏ត្រឡប់ទៅទូលព្រះរាជាវិញប្រទេសខ្មែរថ្គុំថ្កើងរុងរឿងតែអាប់អោនជាងកាលមុនបន្តិចហើយអ្នកស្រុកនៅដើរជើងទទេបរិភោគអាហារផ្ទាល់នឹងដៃក្បាលទទេពុំសូវមានរបស់ប្រើប្រាស់អ្វីឲ្យងាយស្រួលនោះទេប៉ុន្តែមិនយូរប៉ុន្មានខ្មែរមកជាជួបប្រទះនឹងសេចក្តីថ្គុំថ្កើងរុងរឿងអស្ចារ្យឡើងលើដើមដោយពួកបេសកជននោះបានមកឃើញទី1ដែលតាមក្បួនចិនសែទីនោះអាចនឹងមានផលល្អផ្សេងដល់ប្រទេសកម្ពុជាឯទីនោះគឺភ្នំព្រះរាជទ្រព្យស្រុកពញាលឺខេត្តកណ្ដាលសពថ្ងៃនេះពួកបេសកជនចិនបានមើលឃើញភ្នំនោះមានរាងដូចជាសត្វមកឬនាគគឺខ្លួនមុខត្រង់ព្រះចេតិយត្រៃត្រឹងក្បាលនិងពុកមាត់នៃសត្វនាគនោះនៅត្រង់ព្រះចេតិយទន្ទឹមនឹងកន្ទុយនៃសត្វនាគនៅត្រង់ព្រះពុទ្ធរូបចូលនិព្វានមិនតែប៉ុណ្ណោះនៅលើកំពូលភ្នំនោះថែមទាំងមានរូបមួយដ៏ជ្រៅស្រឡូទៅខាងក្រោមផងពួកចិនយល់ឃើញថាមិនយូរប៉ុន្មានទេសត្វនាគឬសត្វមកនេះនឹងរុលខ្លួនចេញតាមរូងនេះហើយក្បួនចិនសែថាប្រទេសណាឬទីណាមានសត្វនាគឬមកផុសឡើងនៅប្រទេសនោះច្បាស់ជានឹងមានឫទ្ធិអំណាចថ្កុំថ្កើងរុងរឿងពុំមានប្រទេសណាអាចតស៊ូបានទេដូច្នេះបើសេចក្តីសុខដល់ប្រទេសចិនទៅអនាគតមន្ត្រីទាំងឡាយត្រូវទូលសំស្ដេចក្រុងចិនត្រូវលើកទ័ពវាយយកប្រទេសខ្មែរធ្វើជាចំណោះឲ្យហើយស្ដេចក្រុងចិនព្រះតម្រិះថាធ្វើយ៉ាងនេះដូចជារំលោភទៅលើទឹកដីនគរគេជ្រុលពេកម្យ៉ាងវិញទៀតនគរខ្មែរនៅខ្លាំងពូកែថ្គុំថ្កើងរុងរឿងនៅឡើយពុំអាចនឹងវាយបានងាយទេទោះបីជាប្រទេសខ្មែរច្បាំងចាញ់ប្រទេសចិនក៏មកជាលំបាកដោយអស់ពលយោធាច្រើននិងមានទុក្ខវេទនាដល់បណ្ដាជនទាំងឡាយមិនខានហេតុនេះដើម្បីទប់ទល់កុំឲ្យមាននាគឬសត្វមកផុសឡើងឬងើបរួចនៅទីនោះបានពួកចិនក៏បានសន្ធប់រូងនាគនៅទីនោះដោយប្រការមួយហើយគិតថាបើយកដុំថ្មសន្ធប់រូងនេះទៅខ្លាចក្រែងនៅថ្ងៃក្រោយខ្មែរយល់គំនិតនឹងកោះចេញវិញបានដូច្នេះគួរធ្វើអីជាទីគោរពរបស់ខ្មែរទើបចិនយល់ឃើញថាប្រទេសខ្មែរកាន់ព្រះពុទ្ធសាសនាមុតមមណាស់នៅទីណាមានព្រះពុទ្ធរូបមានវិហារខ្មែរពុំហ៊ានរំលើងទីនោះឡើយដោយហេតុនេះបានជាស្ដេចក្រុងចិន
ឲ្យមន្ត្រីមកសុំធ្វើវិហារនៅលើកំពូលភ្នំព្រះយទ្រព្យនៅសម័យនោះបានទទួលការអនុញ្ញាតហើយលើកដំបូងពួកចិនចាប់កសាងព្រះពុទ្ធរូបមុនគេបង្អស់ដោយរចនាបថរបស់ខ្មែររួចហើយទើបធ្វើវិហារគ្របដណ្ដប់ព្រះពុទ្ធរូបនោះតាមទម្លាប់ខ្មែរព្រមទាំងតាមក្បួនហោរាសាស្ត្រនៃចិនសែផងព្រោះហេតុនេះបានជាវិហារនោះបែរមុខឆ្ពោះទៅទិសខាងជើងគឺឆ្ពោះទៅរកប្រទេសចិនឯវិហារនោះមិនដឹងថាពួកចិនហៅដូចម្ដេចទេតែជនជាតិខ្មែរដោយឃើញក្នុងវិហារនោះមានព្រះពុទ្ធរូបបដិមាវិជ័យមួយព្រះអង្គធំអស្ចារ្យកម្ពស់18ហត្ថក៏ហៅថាវិហារអត្រឹសប្រែថាវិហារព្រះ18ហត្ថតមកស្ដេចក្រុងចិនឲ្យមន្ត្រីចិនប្រមូលនាំប្រស្នា3ខមកថ្វាយរាជប្រទេសខ្មែរឬនគរខ្មែរឲ្យដោះស្រាយបើព្រះរាជាខ្មែរដោះស្រាយប្រស្នាទាំង3ខនេះពុំបាននោះប្រទេសចិនត្រូវយកប្រទេសខ្មែរជាចំណោះនិងត្រូវយកសួយសារអាករទៅថ្វាយស្ដេចក្រុងចិនរាល់ឆ្នាំឯប្រស្នាស្ដេចក្រុងចិនទាំង3ខនោះមានសេចក្តីដូចតទៅមុនដំបូងមន្ត្រីចិនម្នាក់ដែលជាអ្នកនាំប្រស្នាពីស្ដេចក្រុងចិនមកថ្វាយព្រះរាជាខ្មែរដោះស្រាយនោះក្រោកឈរឡើងចំព្រះភ័ក្ត្រព្រះរាជានិងចំពោះមុខមន្ត្រីខ្មែរទាំងឡាយហើយឆើតអាការៈដូចតទៅប្រស្នាទី1មន្ត្រីចិនចំកោងខ្នងលាដៃទាំងពីរប្រៀបដូចអោបរបស់ធំប្រស្នាទី2មន្ត្រីចិនក្តាប់ដៃម្ខាងលើកឡើងកម្ពស់មុខប្រស្នាទី3មន្ត្រីចិនបោះដៃត្រង់ទៅមុខលាមរៀមដៃ5ក្រញាងឡើងហើយថ្វាយការបរិច្ឆេទចំពោះព្រះរាជាខ្មែរ7ថ្ងៃនិងត្រឡប់មកគាល់ព្រះរាជទានសេចក្តីដំណោះស្រាយព្រះរាជានគរខ្មែរទ្រង់ព្រួយព្រះរាជហឫទ័យទ្រង់ក៏ត្រាស់បង្គាប់ឲ្យអស់និមឺនមុខមន្ត្រីខំត្រិះរិះរកប្រស្នាទាំងនោះក្នុងចំណោមមន្ត្រីរបស់ទ្រង់ទាំងប៉ុន្មានពុំមាននរណាម្នាក់អាចដោះស្រាយប្រស្នានេះបានឡើយទើបព្រះរាជាត្រាស់បង្គាប់ឲ្យប៉ាវកងរកអ្នកមានប្រាជ្ញាមកដោះស្រាយនៅសម័យនោះមានកងវាលគោម្នាក់បានឃើញគេប្រឹក្សាគ្នាជុំក៏ចូលទៅឈរស្ដាប់ហើយឆ្លើយប្រស្នាទាំង3ខនោះងាយដោះស្រាយសោះគឺប្រស្នាទី1ដែលធ្វើដៃ2វងចូលគ្នាប្រែថាអង្រុតត្រីប្រស្នាទី3ដែលក្តាប់ដៃម្ខាងលើកទៅលើនោះប្រែថាស្នតែមួយប្រស្នាទី3ដែលលាមរៀមដៃបោះត្រង់ទៅមុខនោះប្រែថារកត្រីបាន5អ្នកដែលបានស្ដាប់ឮទាំងប៉ុន្មាននាំគ្នាពិចារណាហើយសួរបរិះនោះថានិយាយលេងឬដូចម្ដេចបរិះនោះឆ្លើយប្រាប់គេវិញថាប្រស្នា3ខនេះប្រកាសជាប្រែដូច្នេះអ្នកស្រុកនាំពាក្យនោះទៅប្រាប់មន្ត្រីប៉ាវកងមន្ត្រីនោះក៏នាំបរិះកងវាលគោនោះទៅថ្វាយព្រះរាជានិងព្រះមហាក្សត្រអ្នកស្រុកនាំពាក្យទៅប្រាប់មន្ត្រីប៉ាវកងមន្ត្រីនោះក៏នាំបរិះកងវាលគោទៅថ្វាយព្រះរាជមហាក្សត្រកាលព្រះរាជាទ្រង់មានព្រះរាជអង្គការសួរបរិះនោះអំពីសេចក្តីដំណោះស្រាយប្រស្នា3ខនោះបរិះក៏ក្រាបទូលបង្គំដោយសេចក្តីស្ងាត់ថាប្រស្នាទី1ប្រែថាមានផែនដីមួយគឺប្រទេសខ្មែរយើងប្រស្នាទី2ប្រែថាមានស្ដេចមួយព្រះអង្គសោយរាជសម្បត្តិលើទឹកដីនោះប្រស្នាទី3ប្រែថាមានសេនាបតី5នាក់ធ្វើការមើលស្រុកទុករាជរងពីព្រះរាជាមកដល់ថ្ងៃដែលកំណត់មន្ត្រីចិនចូលគាល់ព្រះរាជាខ្មែរទូលដោយសេចក្តីដោះស្រាយរបស់ក្មេងវាលគោនោះព្រះរាជាខ្មែរមានរាជអង្គការត្រាស់ហៅកងវាលគោឲ្យមកដោះស្រាយប្រស្នា
នៅពេលនោះគង្វាលគោក្រាបថ្វាយបង្គំព្រះរាជារួចហើយក៏ដោះស្រាយប្រស្នាទាំង3ខនោះចំពោះមុខមន្ត្រីខ្មែរនិងចិនប្រស្នាទី1គឺចក្រវាលមួយបានដល់ចក្រវាលដែលនៅមានសពថ្ងៃនេះប្រស្នាទី2គឺក្នុងចក្រវាលនេះមានភ្នំព្រះសុមេរុមួយដ៏ធំក្រៃលែងប្រស្នាទី3គឺចក្រវាលនេះមានព្រះពុទ្ធត្រាស់5ព្រះអង្គមន្ត្រីចិនព្រមទទួលថាសេចក្តីដោះស្រាយប្រស្នា3ខនេះត្រូវហើយរួចទើបក្រាបបង្គំលាព្រះរាជាខ្មែរទៅទូលស្ដេចខ្លួនវិញព្រះរាជាក្រុងចិនក៏សុំចងសម្ព័ន្ធមេត្រីនឹងនគរខ្មែរតាំងពីសម័យនោះជាដរាបមកពុំមានរករឿងហេតុអ្វីម្ដេចសោះឡើយឯបរោះគង្វាលគោនោះព្រះរាជាខ្មែរទ្រង់ត្រាស់ប្រោសព្រះទានសម្បត្តិទ្រព្យជាច្រើនហើយតាំងក្រុមងារជាធនជ័យបណ្ឌិតតមកជាយូរអង្វែងវិហារអត្រឹសក៏បែកបាក់ខ្ទេចខ្ទីអស់ទៅនៅសល់តែសីមានិងព្រះពុទ្ធរូបលុះមកដល់សម័យលង្វែកទើបព្រះបាទចន្ទរាជាព្រះមហាក្សត្រខ្មែរទ្រង់ត្រាស់ឲ្យកសាងវិហារនោះជាថ្មីចំណាយព្រះពុទ្ធរូបនោះនៅដូចដើមពុំមានការកែប្រែឡើយគ្រាន់តែជួសជុលបន្តិចបន្តួចតែប៉ុណ្ណោះប៉ុន្តែដោយវិហារនោះទ្រុឌទ្រោមទៅទៀតព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមព្រះអង្គរៀបចំចំណាយប្រជាទ្រព្យនិងប្រាក់ឃោសនាពីអ្នកនគរស្ថាបនាជាថ្មីម្ដងទៀតដោយមានសម្ដេចព្រះមហាសង្ឃរាជទាងកាន់កាប់ការផ្ទាល់ព្រះអង្គបានធ្វើបន់បញ្ចុះសីមានៅគ្រិស្តសករាជ1911ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិបាទការរៀបរាប់អំពីរឿងរ៉ាវវិហារអត្រឹសនិងការសន្ធប់រោងនេះក៏បានមកដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណសូមគោរពលា